Hello trader, your investment may be a risk and trade with the money you cannot afford to lose. This video not investment advice. អូខេសួស្តីអ្នកនរគ្នាហើយថ្ងៃនេះគឺយើងមកជួបគ្នាជាថ្មីនៅក្នុងមេរៀននេះហើយមេរៀននេះគឺមិនធ្វើការផ្ដោតទៅលើការវិភាគទៅលើមេរៀនអ្វីដែលសំខាន់ទេហើយមេរៀននេះគឺផ្ដោតទៅលើ psychology ណាខាង psychology ចិត្តសាស្ត្រឬក៏ដំណើរការដែលធ្វើឲ្យអ្នកនរគ្នានឹងអាចខ្លាយទៅជាអ្នកដែលសាងប្រាក់ចំណូលបានហើយគ្រប់មេរៀននេះគឺនិយាយអំពីសកម្មភាពនិយាយអំពីការផ្ដោតផ្សេងនិយាយអំពីការកើតឡើងដើម្បីធ្វើខ្លួនឯងហ្នឹងឲ្យខ្លាយទៅជាអ្នកដែល consistent profit ណា consistent profit អូខេហើយអូខេខ្ញុំសូមមើលទីផ្សារនៅទីនេះតិចគឺទីផ្សារនេះគឺអូខេវាជា Bitcoin នេះគឺ Euro USD អូខេអញ្ចឹងយើងមកជួបគ្នាជាថ្មីនេះគឺជា time frame ជា week ណាជា week នេះគឺជាចំណុច support និង resistance ហើយ week នេះកាលមុនមានព័ត៌មានមួយដែលធ្វើឲ្យតម្លៃនៃ Euro ហ្នឹងគឺមានការធ្លាក់ចុះណាគឺតាក់ទងនឹងសេដ្ឋកិច្ចរបស់អាល្លឺម៉ង់អូខេប្រហែលថ្ងៃមុនគឺបើសិនជាយើងប្រើ time frame ជាអូខេជា week ជា day ប្រហែលថ្ងៃមុនដែលធ្វើឲ្យសេដ្ឋកិច្ចហ្នឹងវាចុះយ៉ាងខ្លាំងនេះដល់ពេលដែលវាចេញសញ្ញាមកវាឡើងម្ដងនេះវាធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះទៅហើយនេះ1 2 3 4 5 6ថ្ងៃដំបូងហ្នឹងថ្ងៃទី2ដែលថ្ងៃច័ន្ទនិងទីហ្នឹងឯងនេះគឺក្រោយពេលទីផ្សារបិទ2 4 5ធ្វើឲ្យទីផ្សារហ្នឹងធ្លាក់ចុះយ៉ាងខ្លាំងពីថ្ងៃដំបូងហើយថ្ងៃបន្ទាប់ទៅវា retreat ត្រឡប់មកវិញអូខេអញ្ចឹងយើងមកធ្វើការសិក្សាឬស្វែងយល់មេរៀនរបស់យើងវិញហើយអ្វីដែលសំខាន់គឺយើងត្រូវតែចេះអំពីដំណើរការដំណើរតួងនៃមេរៀនរបស់យើងណាអញ្ចឹងខ្ញុំនឹងមិនផ្ដោតទៅលើការវិភាគ analysis technique ឬក៏ការ trade មេរៀនដែលផ្ដោតទេយើងផ្ដោតទៅលើ concept ម្ដងណាconcept ទាំងហើយទើបធ្វើឲ្យយើងអាចសាងនៅ profit បានដោយសារតែយើងបង្កើតនៅសកម្មភាពនឹងឯងហើយសកម្មភាពដែលយើងធ្វើហ្នឹងគឺការចេញសារការចងក្រងនៃ concept ហ្នឹងអូខេអញ្ចឹងនៅចំណុចរបស់យើងហ្នឹងគឺមាន5ចំណុចសំខាន់ដែលខ្ញុំឲ្យវាថាជា how to consistent profit by the 5 key element នៅក្នុងនេះគឺយើងនិយាយអំពីធាតុ5សំខាន់5យ៉ាងដែលយើងអាចនិយាយបានថាយើងធ្វើវាដើម្បីខ្លាយទៅជាអ្នកដែល consistent profit នឹងឯងអូខេនៅទីនេះគឺ research ហ្នឹងគឺជាចំណុចនៃការចាប់ផ្ដើមដែលយើងហៅថា initial ហ្នឹងគឺយើងហៅថាចំណុចចាប់ដើមអូខេចំណុចចាប់ដើមនេះ initial ហ្នឹងគឺជាចំណុចចាប់ដើមនៃការ research នៃការស្វែងរកផ្សេងក្រោយពេលដែលធ្វើការចំណុចចាប់ដើមហើយយើងcollection ណា collect data ពីហ្នឹងខ្ញុំឲ្យវាយើងអាចនិយាយបានថាចំណុចចាប់ដើមការគិតណានៅពេលដែលយើងប្រមូលហើយយើង scan វានេះយើង scan វាខ្ញុំឲ្យវាថា thinking ណាការគិតអញ្ចឹងហើយបានជាយើងត្រូវធ្វើការគិតយើងយកវាមកធ្វើការជាគំនិតនៅក្នុងការគិតនៅចំណុចនេះដែលខ្ញុំឲ្យថាជា thinking អូខេជា thinking ហើយនៅចំណុចនេះក្រោយពេលដែល scan ហើយកែតម្រូវ data ឬក៏ទិន្នន័យដែលយើងទទួលបានហ្នឹងយើងហៅថា analysis ណាអូខេ analysis អូខេនេះគឺដល់ចំណុចដែលយើង scan data ហើយធ្វើការកែប្រែទិន្នន័យដែលយើងទទួលបានហ្នឹងយើងហៅថា analysis យើងអាចយើងថាយើងធ្វើការវិភាគណាអញ្ចឹងហើយរូបដំណាក់កាលដែលយើងបង្កើតក្រោយពេលដែលយើងប្រមូលទិន្នន័យបានយើងវិភាគហើយយើងដឹងវាតម្លៃនេះ value អូខេអញ្ចឹងខ្ញុំមិនអាចដាក់ថាវាតម្លៃទេក្រោយពេលវិភាគហើយវាតម្លៃហ្នឹងគឺថាក្រោយពីកែតម្រូវវាតម្លៃហើយនៅទីនេះគឺតាមពិតទៅវាមិនចូល research ម្ដងទេអញ្ចឹងហើយការតម្រូវហ្នឹងគឺanalyze ពេលនេះបើយើងគិតទៅគឺកែតម្រូវហ្នឹងគឺ improvement ហើយ
ដែលយើងអាចនិយាយបានថាការរីកចម្រើនអូខេនៅពេលដែលយើងចេះវិភាគទៅវាមាន improvement អូខេដែល improvement អូខេពាក្យហ្នឹងត្រូវ improve ការរីកចម្រើនណាយើងអាចនិយាយថាការអភិវឌ្ឍការរីកចម្រើនហ្នឹងឯងនៅពេលដែលយើងចេះវិភាគហ្នឹងឯងអានេះវាតម្លៃក្រោយពេលវាតម្លៃហើយគឺយើងយកវាមកប្រើហើយគឺដឹងថាអ្វីដែលខុសអ្វីដែលត្រូវហ្នឹងយើងកែតម្រូវវាតម្លៃហ្នឹងគុណប្រយោជន៍យើងអាចនិយាយថាបាន value គុណប្រយោជន៍យើងអាចនិយាយថា value ឬក៏មានពាក្យមួយទៀតដែលstep ណា step ឬក៏ set ណាជា set ហ្នឹងគឺជាអូខេពាក្យហ្នឹងគឺថាជាប្រយោជន៍ណាជាប្រយោជន៍អូខេខ្ញុំក៏មិនសូវជាអ្នកដែលសិក្សាអង់គ្លេសជឿជាក់ទេអូខេថាគុណប្រយោជន៍ហ្នឹង value ហ្នឹងឯងអូខេគឺ value ហ្នឹងឯងអូខេឥឡូវនេះយើងមកធ្វើការសិក្សាអំពីធាតុសំខាន់ចំណុចសំខាន់ទាំង5យ៉ាងហ្នឹងហើយខ្ញុំនឹងពន្យល់ពីការកាត់ឡើងដំបូងដែលយើងទទួលបានអូខេអញ្ចឹងយើងមកនេះវិញមុនដំបូងគឺជាចំណុចចាប់ដើមទី2ការគិតទី3គឺមានការវិភាគទី4ហ្នឹងមានការរីកចម្រើនហើយទី5ហ្នឹងគឺហៅថា value ឬក៏ set គឺជាគុណប្រយោជន៍អូខេខ្ញុំset អូខេ set បែបហ្នឹងជាគុណប្រយោជន៍អូខេខ្ញុំពុំសូវជាស្វែងយល់ឬក៏ចេះអង់គ្លេសប្រហែលទេព្រោះខ្ញុំអត់បានសិក្សាចូលចេះប្រហែលទេអូខេអញ្ចឹងខ្ញុំនឹងបញ្ចូលអ្នកនរគ្នាពីការកាត់ឡើងនៃរបៀបនៃការ how consistent profit with the by 5 key element ហ្នឹងទី1នេះគឺ research data តែអ្នកនរគ្នាដឹងហើយអ្នកនរគ្នាចូលនៅក្នុងប្រឡូកនៅក្នុងវិស័យអីមួយឬក៏វិស័យផ្សេងៗដែលយើងមិនដឹងយើងត្រូវធ្វើការស្រាវជ្រាវរកទិន្នន័យណាទិន្នន័យហ្នឹងគឺជាព័ត៌មានផ្សេងណាដែលអាចប្រមូលបានអ្នកនរគ្នាអាចអ្នកថ្មីថ្មោងយើងអាចជំនាញថាយើងអាចប្រមូលបានយើងអាចសង្កេតមើលយើងអាចទទួលបានឬក៏បង្កើតវានឹងឯងជាការស្វែងរកឬក៏ការស្រាវជ្រាវហ្នឹងបង្កើតវាឲ្យមានបើសិនជានៅក្នុងវិស័យ trade យើងអាចនិយាយថាទិន្នន័យដែលមានហ្នឹងការចាញ់និងការឈ្នះហ្នឹងឯងណា research ហ្នឹងគឺការ research ពីការចាញ់ពីការឈ្នះពីហេតុអីបានជាគេចូល trade ហេតុអីបានជាចាញ់ហេតុអីបានជាឈ្នះហ្នឹងឯងគឺជាការ research គឺ research data ហ្នឹងឯងខ្ញុំចង់មានន័យថាការរកទិន្នន័យបែបហ្នឹងឯងគឺលក្ខខណ្ឌនៃការឈ្នះនិងលក្ខខណ្ឌនៃការចាញ់ហេតុអីបានឈ្នះហេតុអីបានចាញ់ហ្នឹងឯងអញ្ចឹងវាគឺជា research data អញ្ចឹងមុនដំបូងបំផុតយើងចាប់ផ្ដើម research មើលឬក៏អ្នកនរគ្នាថ្មីថ្មោងចាប់ផ្ដើមធ្វើការស្រាវជ្រាវស្វែងរកក្នុង YouTube ឬក៏ការ technical ណាខ្លះដែល work ដែលមិន work ហ្នឹងគឺអ្នកនរគ្នាចាប់ផ្ដើមស្រាវជ្រាវឬក៏រកមើលវានឹងឯងឬក៏ធ្វើការ test ខ្លួនឯងនឹងឯងណាហ្នឹងហើយគឺជារឿងមួយដែលជាចំណុចដែលយើងអាចថាជាចំណុចចាប់ផ្ដើមឬក៏ research data នឹងឯងគឺជាចំណុចនៃការគិតចំណុចដែលចាប់ផ្ដើមដឹងអំពីអ្វីដែល work និងមិន work ឯងគឺមានន័យថាអ្នកនរគ្នាហ្នឹងចង់រកយុទ្ធសាស្ត្រឬក៏វិធីសាស្ត្រណាមួយ strategy ណាមួយដែលធ្វើឲ្យខ្លួនឯងហ្នឹងដំណើរការដែលធ្វើឲ្យទិន្នន័យឬក៏អ្វីដែលកើតឡើងហ្នឹងគឺដំណើរការដូច្នេះហើយដំបូងហ្នឹងគឺទាំងអស់គ្នាចាប់ដើមស្វែងរកទិន្នន័យឬក៏ data ហ្នឹងហើយគឺរបៀបដែលគេឈ្នះរបៀបដែលគេចាញ់របៀបដែលខ្លួនឯងធ្វើទៅឈ្នះរបៀបដែលធ្វើខ្លួនឯងហ្នឹងកើតឡើងមកចាញ់ហ្នឹងឯងណាអញ្ចឹងទី1ហ្នឹងគឺ research data ហ្នឹងអូខេហ្នឹងគឺជាចំណុចចាប់ដើមក្រោយពីហ្នឹងគឺយើងប្រមូលបានទិន្នន័យដែលទទួលបានហ្នឹងមានទាំងការឈ្នះទាំងការចាញ់អូខេដឹងហើយថានៅក្នុងវិស័យនេះគឺយើងដើម្បីទទួលបាននៅ consistent profit នេះយើងយកអាការឈ្នះនិងការចាញ់នេះយកមកមើលដូច្នេះហើយ collect យើងទទួលបានប្រមូលវាណាយើងយកប្រមូលវាមកពិនិត្យមើលណាអញ្ចឹងហើយនៅក្នុងហ្នឹងគឺវាមាន collect data ដែល collect data នេះគឺជាចំណុចដែលធ្វើឲ្យអ្នកនរគ្នាហ្នឹងប្រមូលបាននៅទិន្នន័យផ្សេងៗហ្នឹងឯងអូខេ
ok chẳng nâu pe data đấy ok data đấy thì data collection cứ chia tầm là cá nơi cao của một đồng nâng bọc quên po rồi miễn từ lơ thay kẹtឬក៏អ្វីដែលយើងចង់បាននៅក្នុងការកាត់ឡើងនៃប្រព័ន្ធឬក៏វិធីសាស្ត្រឬ strategy ដែលយើងធ្វើវាទាំងឯងណាអាហ្នឹងហើយគឺជាការប្រមូលវាយកមកហ្នឹងឯងអញ្ចឹងហើយបានវាជាចំណុចដ៏សំខាន់ផងដែរដែលរួមបញ្ចូលណាចម្លើយណាដែលតាក់ទងទៅនឹងសំណួរហើយទទួលបានទិន្នផលការវាតម្លៃអូខេនេះគឺជាដំណាក់កាលដែលយើងអាចនិយាយបានថាដំណាក់កាលទី2ណាដំណាក់កាលទី2ដែលយើងធ្វើការប្រមូលហើយប្រមូលទិន្នន័យនឹងហើយទាំងឈ្នះទាំងចាញ់ទាំងដែល strategy របស់អ្នកនរគ្នាហ្នឹងបង្កើតឡើងនឹងឯងឬក៏រកឃើញ strategy នឹងឯងណានេះគឺប្រមូលមកដើម្បីរកចម្លើយវាណាដើម្បីរកចម្លើយវាគឺធ្វើយ៉ាងណាប្រមូលព័ត៌មានក៏បានច្រើនដើម្បីណាបោះវែងព័ត៌មានណាទៅលើគោលដៅដែលកើតឡើងទៅតាមយុទ្ធសាស្ត្រគឺនេះគឺជា system ហ្នឹងគឺយុទ្ធសាស្ត្រហ្នឹងឯងដែលមានណាចម្លើយឬតែតាក់ទងនឹងសំណួរហេតុអីបានឈ្នះហេតុអីបានចាញ់ហើយធ្វើការវាយតម្លៃរកលទ្ធផលណារក outcome ណាអូខេអញ្ចឹងនៅពេលដែលយើងរកទិន្នន័យជាច្រើនហើយអញ្ចឹងយើងត្រូវចាប់ដើមគិតដែរយើងត្រូវវិភាគនៃការគិតដល់ចំណុចនេះគឺយើងធ្វើការ thinking អូខេ thinking ហ្នឹងគឺយើង scan data ដែលយើងទទួលបានហ្នឹងទាំងចាញ់ទាំងឈ្នះហើយយើងវាយតម្លៃវាហើយយើងហ្នឹងដល់ចំណុចនេះគឺជាការ scan data គឺជាការប្រមូលបានអូខេនេះគឺជានិយមន័យរបស់វាគឺជាការប្រមូលបានណានៅព័ត៌មានឬក៏ទិន្នន័យជាច្រើនដែលយើង scan វាទាំងចាញ់ទាំងឈ្នះទាំងល្អមិនល្អហ្នឹងឯងណាដែលធ្វើការវិភាគអំពីការព្យាករណ៍អំពី pattern អំពី price action ឬក៏អំពី key level អំពី indicator ផ្សេងដែលអ្នកនរគ្នាប្រើហ្នឹងវាយកមកធ្វើការវិភាគណាហ្នឹងគឺជាធ្វើឲ្យអ្នកនរគ្នាបែកគំនិតនៅក្នុងការគិតហ្នឹងឯងគឺយកវាមក scan ណាយកវាមក scan ហ្នឹងគឺតាមរយៈ pattern នៃ Excel តាមរយៈ head point យើងមាន head point ដែលធ្វើឲ្យទិន្នន័យហ្នឹងកើតមានថាហេតុអីវាឈ្នះហេតុវាចាញ់គឺដូច្នេះហើយនៅក្នុងចំណុចទី5ហ្នឹងគឺយើងធ្វើការ scan data ហ្នឹងគឺនៅទីនេះជួបដីរបស់វាគឺជាការប្រមូលបាននូវព័ត៌មានជាច្រើនដែលយើងទទួលបានពី collect data ហ្នឹងតាមរយៈ digital តាមរយៈអ្នកផ្សេងតាមរយៈខ្លួនឯងធ្វើខ្លួនឯងឬតាមរយៈបទពិសោធន៍ឬក៏អ្នកដទៃធ្វើទាំងឯងណាអ្នកដទៃធ្វើឬក៏យើងមើលអ្នកនរគ្នាមើលនៅក្នុង YouTube មើលនៅក្នុងwebsite ឬមើលនៅក្នុងកម្មវិធីផ្សេងហ្នឹងឯងអញ្ចឹងហើយវាគឺជាចំណុចដែលធ្វើឲ្យអ្នកនរគ្នាហ្នឹងមានការវិភាគទៅលើវាណាតែធ្វើការព្យាករណ៍អំពីគំរូដែលកើតឡើងគំរូដែលល្អដែលមិនល្អហើយធ្វើការវិភាគហ្នឹងឯងហើយដែលមាន head point ត្រឹមត្រូវដែលមានដូចជា indicator ណាដែលអ្នកនរគ្នាមាន head point ត្រឹមត្រូវថាត្រូវហ្នឹងឯងអូខេហ្នឹងគឺជាដំណាក់កាលនៃការគិតនៅ scan data ចំណុចទី4ណាចំណុចទី4គឺ correct data នេះមុននឹង correct data គឺយើងធ្វើការវិភាគណាក្រោយពេលដែលយើងធ្វើការ thinking យើងធ្វើការវិភាគទៅលើចំណុចទាំងអស់ហ្នឹងឯងណាចំណុចដែលយើងទទួលបានមានហេតុមានផលអ្វីដែលត្រូវអ្វីដែល work អ្វីដែលមិន work ហ្នឹងឯងអ្វីដែលដំណើរការហ្នឹងមិនដំណើរការហ្នឹងឯងអញ្ចឹងនៅចំណុចនេះគឺ correct data គឺកែតម្រូវណាយើងចេះធ្វើការកែតម្រូវអ្វីដែលល្អដែលមិនល្អដែលកើតឡើងដែលមិនកើតឡើងហ្នឹងឯងអូខេអញ្ចឹងនៅក្នុងនេះឯងគឺកើតឡើងដោយសារតែការវិភាគណា analysis នៃការវិភាគហ្នឹងឯងគឺ correct data គឺកែតម្រូវព័ត៌មានដែលយើងទទួលបានតាមការ research កន្លងមកដល់នេះអញ្ចឹងកែតម្រូវនេះគឺជាការកែតម្រូវព័ត៌មានតាមរយៈការព្យាករណ៍អំពី pattern ណាអ្វីដែលជា pattern អ្វីដែលកើតឡើងហ្នឹងឯងណាយើងធ្វើការកែតម្រូវវាហេតុអីបានជាមានការចាញ់នៅចំណុចហ្នឹងឬក៏មានការឈ្នះនៅចំណុចហ្នឹងអូខេអញ្ចឹងហើយវាគឺជាចំណុចដ៏សំខាន់ដូច្នេះនៅពេលដែលអ្នកដឹងពីអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការនេះឃើញ correcting data គឺជាព័ត៌មានដែលធ្វើការកែតម្រូវគឺជាការកែតម្រូវព័ត៌មានតាមរយៈការ predict ណាការ predict អំពី pattern អំពីគំរូដែលបានកើតឡើងហ្នឹងឯងហើយដឹងអ្វីដែល work អ្វីដែលមិន work ហ្នឹងឯងអ្វីដែលដំណើរការនិងអ្វីដែលដំណើរការ
អូខេហ្នឹងក្រោយពីយើងដឹងអ្វីនឹងអស់ហើយគឺយើងមាន improvement នេះគឺមានន័យថាធ្វើឲ្យជីវិតមានការរីកចម្រើនឬក៏ធ្វើឲ្យការគិតការវិភាគឬក៏ធ្វើឲ្យការ trade របស់អ្នកមានការរីកចម្រើនគឺដោយសារតែ improvement ហ្នឹងឯងអូខេ improvement នេះគឺត្រូវឬក៏ខ្ញុំអត់សូវជា word អត់សូវជាមិនចេះអត់សូវជាចេះកម្លាំងទេអូខេអញ្ចឹងកុំថាខ្ញុំអីណាខ្ញុំអត់សូវចេះទេអូខេអញ្ចឹងនៅពេលដែលយើង collecting data យើងប្រមូលព័ត៌មានដែលដំណើរការនឹងដំណើរការគឺជាអ្វីដែលយើងអាចធ្វើការអភិវឌ្ឍណាដែលយើងអាចធ្វើឲ្យខ្លួនឯងនឹងរីកចម្រើនណាអ្វីបែបហ្នឹងគឺយើងធ្វើឲ្យខ្លួនឯងនឹងរីកចម្រើនអូខេអញ្ចឹងមកដល់ហ្នឹងគឺ value គឺគុណតម្លៃក្រោយពេលដែលយើងប្រមូលបានព័ត៌មានឬក៏ទិន្នន័យនឹងហើយយើងកែចេះកែតម្រូវវាអ្វីដែលដំណើរការនឹងមិនដំណើរការហើយយើងចាប់ដើមមកដល់គុណតម្លៃណា set ហ្នឹងនេះគឺ set អញ្ចឹងនៅក្នុងគុណតម្លៃណាគុណតម្លៃគឺជានេះគឺជាដំណើរការណា processing data use different analysis that contribute to the problem អូខេគុណតម្លៃហ្នឹងគឺមានន័យបែបនេះណាក្រោយពេលដែលអ្នកធ្វើការមានការរីកចម្រើនហើយគឺមកដល់គុណតម្លៃដែលជា set គឺជាគុណប្រយោជន៍ឬគុណតម្លៃហ្នឹងគឺគុណតម្លៃហ្នឹងគឺជាការទទួលបានណាការទទួលបានអំពីទិន្នន័យដំណើរការនៃការទិន្នន័យដែលប្រើប្រាស់អំពីការវិភាគផ្សេងគ្នាណាការវិភាគផ្សេងគ្នាដែលទទួលបានហ្នឹងឯងដែលរួមចំណែកណារួមចំណែកដោះស្រាយបញ្ហាអ្វីដែលសំខាន់ហ្នឹងគឺយើងដោះស្រាយបញ្ហារបស់យើងហ្នឹងឯងឈ្នះនឹងចាញ់ឬក៏កើតមានលើទីផ្សារហ្នឹងឯងហ្នឹងហើយគឺជាមេរៀនដែលផ្ដោតទៅលើ concept ប៉ុន្តែវាចាក់ដោតទៅលើសកម្មភាពរបស់យើងហ្នឹងឯងប៉ុន្តែអ្វីដែលសំខាន់គឺមានសកម្មភាពអូខេអញ្ចឹងគុណតម្លៃដែលជាគុណប្រយោជន៍ទាំងឯងគឺវាគឺជាការទទួលបានណាពីដំណើរការនៃទិន្នន័យដែលប្រើប្រាស់ដោយការវិភាគផ្សេងគ្នាដែលអ្នកនរគ្នាទទួលបានហ្នឹងឯងដោយការវិភាគផ្សេងគ្នាដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាហ្នឹងឯងនៅពេលដែលអ្នកនរគ្នាដោះស្រាយបញ្ហាហើយអ្នកនរគ្នានឹងទទួលបានប្រយោជន៍អ្នកនរគ្នាទទួលបានគុណប្រយោជន៍ហ្នឹងឯងគឺគុណតម្លៃហ្នឹងឯងអូខេនេះគឺជារបៀបឬក៏កលឹះណាគឺជា concept ណាដែលធ្វើឲ្យអ្នកនរគ្នានឹងទទួលបាន consistent profit ណានេះគឺជាអ្វីដែលខ្ញុំធ្វើណាអ្វីដែលខ្ញុំធ្វើហើយកូនសិស្សរបស់ខ្ញុំនឹងឆ្លងកាត់ដំណាក់កាលនឹងដូចគ្នាណាកូនសិស្សដែលសិក្សាហ្នឹងគឺសុទ្ធតែឆ្លងកាត់ដំណាក់កាលហ្នឹងពីមួយទៅមួយណាហើយអ្វីដែលខ្ញុំធ្វើនឹងឯងគឺដើម្បីព្រោះអីអ្វីដែលខ្ញុំធ្វើវាទទួលបានផលប្រយោជន៍មកវិញទើបខ្ញុំធ្វើការបង្រៀនហើយកូនសិស្សនឹងទទួលបានប្រយោជន៍ណានឹងដើរតាមអ្វីដែលខ្ញុំរៀបនឹងឯងណាដែលខ្ញុំធ្វើនឹងឯងណាអ្វីដែលខ្ញុំធ្វើរួចហើយគឺទទួលបានប្រយោជន៍គេក៏ទទួលបានដូចគ្នាអូខេអញ្ចឹងមុនដំបូងគឺ research data នឹងឯងអូខេហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់អំពី concept នេះហើយពីរបៀបក្នុងការខ្លាយទៅជា consistent profit by key element នេះព្រោះអី key element នេះគឺជាមួយ research data collect data scan ហើយក៏ correct វាហើយវាតម្លៃក្រោយមកដល់ចំណុចនេះគឺអ្នកនរគ្នានឹងមានសមត្ថភាពក្នុងការសាងនៅ profit បានអូខេអរគុណច្រើនសម្រាប់ការគ្រប់គ្រងពីអ្នកនរគ្នាបើសិនអ្នកនរគ្នាចូលចិត្តធ្វើការ like share និងចែករំលែកបន្តហើយសម្រាប់អ្នកដែលចង់ធ្វើការសិក្សាយើងនៅតែបើកទេ send email មកកាន់ mismartpro@gmail.com ឬតាក់ទងមកកាន់ page ណាតាក់ទងមកកាន់ page ដើម្បីធ្វើការសិក្សាស្វែងយល់ព្រោះអីមានវិធីសាស្ត្រដែលធ្វើឲ្យអ្នកនរគ្នាដើរទៅលើផ្លូវលឿនគឺរកអ្នកដែលធ្លាប់ដើរលើផ្លូវហ្នឹងណារកអ្នកដែលមានបទពិសោធន៍ទៅលើវាហើយរកអ្នកដែលមានបទពិសោធន៍ទៅលើវាហើយអ្នកដែលមានជំនាញទៅលើវាដូច្នេះហើយអ្នកហ្នឹងហើយគឺជាអ្នកដែលដឹកដៃអ្នកណាដឹកដៃអ្នកឆ្លងជីវិតបែបហ្នឹងឯងឆ្លងភាពពិបាកឆ្លងភាពហត់នឿយដែលគេឆ្លងហ្នឹងឯងធ្វើឲ្យគេរីកចម្រើនដូច្នេះហើយអ្នកត្រូវតែរក mentor ឬក៏ coach ដើម្បីបង្វឹកអ្នកទាំងអស់គ្នាហ្នឹងឯងណាប្រសិនបើអ្នកទាំងអស់គ្នាអាចចាប់ដើមខ្លួនឯងទេអ្នកទាំងអស់គ្នារក coach ឬក៏ mentor ហ្នឹងឯងដើម្បីឲ្យគេហ្នឹងคล้ายទៅជាអ្នកដឹកដៃអ្នកឆ្លងកាត់រឿងទាំងអស់ហ្នឹងឯង
ព្រោះអីប្រសិនបើអ្នកទាំងអស់គ្នាឆ្លងកាត់នៅនេះដោយខ្លួនឯងអ្នកទាំងអស់គ្នាជឿថាអ្នកទាំងអស់គ្នានឹងប្រើពេលវេលាយូរប្រើពេលវេលាខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងប្រើពេលវេលាយូររហូតដល់រាប់ឆ្នាំដើម្បីឆ្លងកាត់ដំណាក់កាលបែបនេះប៉ុន្តែប្រសិនបើមានខូចឬ commenter ដែលធ្វើការឲ្យដឹកដៃអ្នកទាំងអស់គ្នាធ្វើអ្នកទាំងអស់គ្នានឹងបានផលលឿនដូចជាអ្នកទាំងអស់គ្នាទៅសិក្សាផ្នែកកុំព្យូទ័របើសិនអ្នកទាំងអស់គ្នាសិក្សាទៅខ្លួនឯងប្រើប្រាស់ទៅខ្លួនឯងគឺអ្នកទាំងអស់គ្នាជឿថានឹងមិនងាយក្នុងការយល់ឬក៏ចេះនៅក្នុងប្រព័ន្ធ software ណាមួយទេប៉ុន្តែប្រសិនបើមានគ្រូឬក៏គ្រូបង្វឹកឬក៏ណាម្នាក់ដើម្បីបង្រៀនអ្នកថា software នេះប្រើយ៉ាងម៉េចប្រើផ្សេងអ្នកនឹងចេះនឹងងាយយល់ទៀតអូខេហើយការវគ្គសិក្សានេះនៅតែបើកបន្តសម្រាប់អ្នកនរគ្នាដែលធ្វើការចង់ចូលសិក្សាជាមួយនឹង Bismart Trader អូខេប្រសិនបើអ្នកនរគ្នាចង់ធ្វើការសិក្សាតាក់ទងមកកាន់ page ឬក៏ email អូខេអរគុណច្រើនសម្រាប់ការគ្រប់គ្រងពីអ្នកនរគ្នាអូខេអរគុណបាយបាយ